និយាយពីថាបងប្អូនអើយនេះខ្ញុំទិញស្វាមីខ្ញុំគាត់ដឹងតែខ្ញុំចូលចិត្តហ៎ហើយគាត់ទៅផ្លូវទៅអង្គរឃើញគេលក់ផ្សិតកង្កោកនេះផ្សិតនេះមានឈ្មោះពីរគឺផ្សិតកង្កោកជាមួយផ្សិតអង្សោងប៉ុន្តែមិនដឹងថាពណ៌សនេះអង្សោងឬក៏ពណ៌កោះលឿងនេះជាអង្សោងហើយខ្ញុំហៅជាផ្សិតកង្កោកទាំងអស់ពេលណាដែលទិញបងប្អូនមើលមែនតែនខ្លាចអ្នកលក់គេយកមកបន្លំបងប្អូននេះគេបន្លំមួយនេះមិនមែនជាផ្សិតកង្កោកទេមើលរូបរាងនេះគឺជាផ្សិតដំបូកចាផ្សិតដំបូកញ៉ាំអត់ឆ្ងាញ់អត់ទន់ល្មើយទេផុតពីនោះគឺជាផ្សិតកង្កោកទាំងអស់ហើយកាន់ថ្នមដៃថ្ងៃនេះខ្ញុំយកឆាឬក៏ខ្ចប់ស្លឹកចេកអាំងក៏បានណាបងប្អូនប៉ុន្តែរៀងច្រើនបន្តិចខ្ញុំពេលខ្ញុំសម្អាតរួចខ្ញុំនឹងទុកក្នុងទូទឹកកកខ្លះចាក់ក៏រៀងថ្នមដែរណាបងប្អូនចាយើងត្រាំអញ្ចឹងត្រាំទុកប្រហែលជា10នាទីអីទៅដើម្បីឲ្យវាជ្រុះដីហើយសូមយើងជ្រុះដីហើយសូមយើងយកកំបិតកោសនេះកោសអាខ្មៅបែបនេះកូនកំបិតកោសមកហើយសូមលាងស្រង់ប្រហែលឲ្យច្រើនទឹកហើយជ្រុះដីទៅក្រោមហើយលាងថ្នមដៃបន្តិចណាផ្សិតនេះងាយពុកផុយប៉ុន្តែពេលណាដែលឆ្អិនគឺស្វិតល្អចានេះខ្ញុំត្រាំទុកបានប្រហែលជា10នាទីហើយឥឡូវខ្ញុំថ្នមដៃបំផុតទេណាកោសអញ្ចឹងតាមពិតទៅពេលណាដែលយើងត្រាំបានយូរម៉ោងយូរនាទីអញ្ចឹងទៅល្អមែនទែនវាជ្រុះដីហើយយើងមើលជើងនេះប៉ុណ្ណេះហើយយើងស្រង់ដាក់ទឹកមួយចាំដៃទៀតទៅត្រូវសម្អាតបើអត់សម្អាតទេដីវាក្របគឺអត់ឆ្ងាញ់ហ្មងញ៉ាំទៅជាតិដីនោះវារំខាននេះផ្សិតលឿងនេះវាមានសភាពផុយជាងមានរបៀបពងនេះផ្សិតនេះរបៀបកំប៉ុមពងចេះស្រួលលាងល្អិលណាចាផ្សិតនេះរៀងច្រើនយើងអាចយកស្រស់ដើម្បីទុកបានយូរមិនយូរពេកទេយើងទុកបានប្រហែលជាមួយអាទិត្យអីយើងត្រូវលាងសម្អាតឲ្យស្អាតហើយយើងស្រស់វាទុកចាស្រស់វាឲ្យឆ្អិនណាចាកាលណាស្រស់ឲ្យវាឆ្អិនហើយយើងទុកក្នុងទូទឹកកកយើងអាចញ៉ាំបានប្រហែលមួយអាទិត្យអីហ្នឹងចាទឹកនេះចាក់ចោលទៅលាងប្រហែល 4-5 ទឹកណាបងប្អូនហើយថ្នមដៃបំផុតហើយចានេះច្រើនមែនតើនេះអូយនៅយើងស្រង់មកទឹកទៀតទៅណាដើម្បីយកលទ្ធផលសម្រេចអត់ដីឯខ្មៅនេះស្នាមជាប់ផ្សិតទេណាព្រោះខ្ញុំស្វាមីខ្ញុំទិញមកគឺ
ដាក់នៅក្នុងទូទឹកកកមកយប់ហ៎ច្រើនបងប្អូនច្រើនចេះខ្ញុំធ្វើដើម្បីទុកបានយូរយើងស្រោះសិនណាចាយើងស្រង់ឲ្យបានស្រស់ទឹកល្អហើយយើងស្រោះទុកពេលដែលយើងធ្វើម្ហូបថ្ងៃក្រោយយើងអាចយកមកធ្វើបានដូចជាស្ងោរសាច់ជាមួយសាច់ជ្រូកស្ងោរមាន់និយាយរួមគឺម្ហូបអីក៏កើតដែរផ្សិតនេះដូចជាផ្សិតចំបើងផ្សិតដែលគេដាំដែរដែលងាយបានទេផ្សិតធម្មជាតិអញ្ចឹងណាធម្មជាតិ 100% ហ្មងនេះឃើញថាអត់ដីហីអានេះថ្លាទឹកហើយប៉ុន្តែយើងដើម្បីជឿជាក់យើងដាក់កជ្រោកមកទឹកអញ្ចឹងទៀតហើយយើងស្រង់ដាក់នៅលើជាដើម្បីស្រោះទឹកយើងយកទៅស្រោះឆ្ងាញ់ណាស់បងប្អូនអើយផ្សិតនេះឲ្យតែបានម្ដងគឺខ្ញុំអត់មានដាក់សាច់ទេគឺឆាដាក់តែគ្រឿងក្រៅប្រៃផ្អែមបន្តិចទៅហើយហ្នឹងបំពងខ្ទឹមទៅគឺរួចជាការស្រេចអីបើស្លប្រហើរក៏ដូចគ្នាដែរដាក់ត្រីតែបន្តិចឃើញទឹកថ្លាបងប្អូនលឿងនេះចេញពណ៌ពីផ្សិតចាវ៉ាវយើងទៅដាំទឹកស្រស់មកសាសិនណាចាយើងដាំទឹកបានពុះហើយយើងចាក់ផ្សិតនេះចូលទៅបងប្អូនទឹកយើងដាក់តែបន្តិចក៏បានដែរចាដាក់ចូលហើយយើងស្រោះឲ្យឆ្អិនណាសឹមយើងយកមកឆាក៏បានធ្វើទុកស្ងោរស្លប្រហើរថ្ងៃក្រោយក៏បាននេះយើងបានច្រើនមកណាបើថាយើងបានតិចតួចយើងល្មមតែមកឆាល្មមតែមកអីយើងមិនបាច់ស្រោះក៏បានដែរគឺយើងឆាយកតែម្ដងធំជាងគេហ្មងណាឆ្ងាញ់ចាគ្រាន់តែថាពេលដែលយើងស្រង់ផ្សិតនេះយើងវាចេញតិចទៀតវាឆ្អិនវាចេញពណ៌លឿងនេះអស់ចាវាឡើងជាសទឹកវាឡើងចេញពណ៌លឿងវាអត់បានដូចយើងឆាធម្មតាគឺនៅពណ៌ស្រស់ចាតាមគេនៅតាមជនបទណានៅស្រុកលើគេប្រាប់ថាផ្សិតនេះគេមុននឹងធ្វើម្ហូបចំអិនធ្វើខ្នប់ឬក៏ធ្វើអីគេស្រង់ចេះមុនចាមុននឹងឆាមុនអីគេស្រង់មកទឹកចោលដើម្បីឲ្យអស់អាជាតិអ៊ីរបស់ផ្សិតណាប៉ុន្តែយើងឆាតែម្ដងក៏មិនអីដែរថ្ងៃមុនខ្ញុំធ្វើម្ហូបគឺខ្ញុំឆាតែម្ដងចាមើលដល់ឃើញឆ្អិនហើយយើងលើកចាក់សម្រស់ទឹកទៅឈ្ងុយមែនតើបងប្អូនចាច្រើនណាស់អានេះប្រហែលជា7 2 គីឡូហ្នឹងចាឥឡូវយើងយកមកផ្នែកទុកហើយនឹងមកផ្នែកយកឆាបងប្អូនឆាប្រេងខ្យងយើងធម្មតាណាចាខ្ញុំយកប៉ុណ្នេះសម្រាប់ឆាចាឥឡូវយើងដាក់ខ្លាញ់ជ្រូកខ្លាញ់ជ្រូកឈ្ងុយហ្មងចាខ្ទឹមសចូលណាចាផ្សិតយើងដាក់ចូលមក
ងយើងដាក់ម្សៅស៊ុបខ្នុរបន្តិចចាចំពោះស្ករសឹងបានដាក់យើងដាក់មកចុងដល់ព្រានេះមកទឹកត្រីចាយើងត្រូវបន្ថែមប៊ីចេងអត់ប៊ីចេងគឺអត់សូវឆ្ងាញ់ទេព្រោះអីយើងអត់ប្រើសាច់ទេគ្រឿងក្រៅយើងដាក់ប៉ុណ្ណេះសិនយើងឆាត្រឡប់ខ្ញុំឆារាល់ដងអត់បានស្រស់ណាដើម្បីអត់បានស្រស់យើងត្រូវរងាស់ឲ្យយូរហើយនៅយើងប៉ុណ្ណេះយើងដឹងថានលាយគ្រឿងហើយយើងចាប់ផ្ដើមដាក់ប្រេងខ្យងចូលចាប្រេងខ្យងដាក់រាងក្រែបន្តិចណាសិតឆាប្រេងខ្យងងាយហើយឆ្ងាញ់អត់ប្រើទឹកទេណាបងប្អូនមិនបានប្រើទឹកទេឥឡូវមានអីទេយើងគ្រាន់ដាក់ស្លឹកខ្ទឹមចូលតិចតិចណាដើម្បីកាន់តែឈ្ងុយផ្សិតក្ងោកឆាប្រេងខ្យងចាម្ហូបខ្ញុំថ្ងៃនេះគឺបានពីរមុខឆាផ្សិតក្ងោកនេះជាមួយនឹងត្រីអាំងបុកអំពិលខ្ចីជាមួយបន្តិចទៀតខ្ញុំទៅបុកអំពិលខ្ចីឲ្យបងប្អូនបានមើលម្ហូបពីរមុខដ៏សាមញ្ញម្ហូបយ៉ាងប៉ុណ្ណេះឆ្ងាញ់កប់សេរីទាំងដងតំណងនេះបងប្អូនគឺផ្សាឆាផ្សិតក្ងោកប្រេងខ្យងហើយជាមួយនឹងម្ហូបមួយមុខទៀតគឺត្រីអាំងត្រីកាហែអាំងជាមួយនឹងបុកក្តឹបអំពិលចាបងប្អូនចេះបុកក្តឹបអំពិលហើយមកអានេះយើងដាក់ខ្ទឹមម្ទេសហើយនឹងនេះមកយើងត្រូវដាក់ចូលបុកច្បល់ជាមួយគ្នាទាំងម្ដងចាអំបិលបន្តិចប៊ីចេងកន្លះស្លាបព្រាកាហ្វេចាមិញបុកខាងក្នុងទៅវាល្ងឹតពេកហើយខ្ញុំយកមកដាក់តុខាងក្រៅចាបុកកុំឲ្យម៉ត់ពេកបានតែប៉ុណ្្នេះបានទេចាខ្ញុំដាក់ប្រហុកចូលប្រហុកនេះប្រហុកត្រីកាភ្លាញខ្ញុំចង្ហុយទុកទៅវារៀងរាវបន្តិចបងប្អូនដាក់ទឹកត្រីក៏បានដែរត្រីក៏ឈ្ងុយដែរចាបុកញុំដើម្បីឲ្យវាសព្វប្រហុកជាមួយនឹងចានេះបងប្អូនប៉ុណ្ណេះឆ្ងាញ់នៅបងប្អូនចាបុកអំពិលឆ្ងាញ់បុកអំពិលជ្រលក់ត្រីអាំងនេះត្រីខ្ញុំអាំងជាក្រានខ្ជូងណាចាហើយនឹងម្ហូបពិសេសគឺឆាផ្សិតក្ងោកឆ្ងាញ់ផាត់លេខនេះម្ហូបពីរមុខនេះគឺឆ្ងាញ់ផាត់លេខ
គុណច្រើន